បាននេះគឺជាសកម្មភាពនៃការដូរទីតាំងបង្គោលបាទបងប្អូនជាងយើងប្រើប្រាស់ជំនាញពិតបាទមាន excavator ហើយនឹងឡានស្ទូចដងស្ទូច Unix 8 ដងប្រើបច្ចេកទេសឥឡូវនេះកំពុងតែគេថាដាំនៅទីតាំងថ្មីក្នុងការដាំនេះគឺយើងមានបាទបងវិស្វករកំពុងតែប្រើប្រាស់ម៉ាស៊ីន laser ដើម្បីអាចថាយកបាទធ្វើឲ្យថ្លឹងឲ្យកម្ពស់វាស្មើគ្នាហើយនឹងត្រង់បាទសំខាន់គឺត្រង់ជំរឿយើងដាំគឺ2 ម៉ែត្របងប្អូនបាទហើយសសរនេះគឺកម្ពស់12 ម៉ែត្រអញ្ចឹងដាំចូល2 ម៉ែត្រនៅសល់10 ម៉ែត្រគឺខ្ពស់ល្មមសម្រាប់ការពារបាល់បាទកុំឲ្យខ្ទាតទៅខាងក្រៅហើយសកម្មភាពនេះគឺប្រើប្រាស់កម្លាំងមនុស្ស4 នាក់អស់បាទ4 5 នាក់មានអ្នកសេរីមានអ្នកអីបាទតែយើងចាប់ឲ្យត្រង់សិនអាចលុបដីបានហើយខាងនេះគឺយើងដាំបានមួយដើមហើយបងប្អូនកំពុងតែធ្វើការលុបនិងចាក់បេតុងដើម្បីទប់បង្ហាប់ពីខាងលើបន្ទាប់ពីដាំរួចគឺក្រុមការងារនឹងចងខ្សែកាបបំពាក់បំពូលហ្វាឡើងវិញបាទហើយនេះខាងគឺអាចត្រង់ហើយបាទសេរីឆ្វេងស្ដាំមុខក្រោយបន្ថែមទៀតព្រោះការងារនេះជាការងារទាមទារនៅការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់បើមិនអញ្ចឹងទេប្រកាសជាមិនបានលទ្ធផលល្អទេអាចវាចឬក៏នៅពេលដែលយើងរត់កាបរត់អីទៅវាអាចត្រេតអាចវាចឥឡូវនេះអិចកំពុងតែថាលុបដីបាទសេរីមករត់លុបដីកាយដីលុបតារាងនេះគឺវាដល់ឆ្នាំវាយើងត្រូវកែសម្រួលអញ្ចឹងយើងកែសម្រួលពង្រីកបន្ថែមដើម្បីឲ្យបងប្អូនកីឡាករក្នុងភូមិសហគមន៍យើងនេះអាចលេងបាទកម្សាន្តរៀងរាល់ថ្ងៃឥឡូវអិចកំពង់សេរីបាទបងប្អូនមើលគឺពេលដែលយើងសាងសង់គឺបង្ហាត់បានល្អដូច្នេះអិចបើកនៅលើនេះអត់មានបញ្ហាដល់ស្មៅទេស្មៅនេះគឺគុណភាពស្តង់ដារ FIFA ហើយអិចបាទ20 តោនបើកពីលើអត់មានបញ្ហាស្រុតអីទេបាទឥឡូវនេះបច្ចេកទេសធ្វើមកចេះប្រហែលជាគាត់ឡើងលើនឹងដើម្បីតម្លាក់ប្រយោលឬក៏យ៉ាងម៉េចបងប្អូនចាំតាមដានទស្សនាចាំមើលបច្ចេកទេសបាទតើបច្ចេកទេសដែលបាទពូខាងជាងគាត់បាទធ្វើយ៉ាងម៉េចបាទហើយសកម្មភាពខាងនេះគឺកំពុងតែថាលាយស៊ីម៉ងចាក់មកហើយបាទបងប្អូនចាក់វាទៅជឿនសម្អាតដីក្នុងស្អាតហើយខ្ញុំថាបាទចូលលេងឆាប់ព្រោះកីឡាករកំពុងតែរងចាំអត់ហ៊ានទៅលេងណាទេរងចាំតារាងហើយឆាប់បានចូលលេង10 ម៉ែត្រខ្ពស់មែនទេឥឡូវយើងធ្វើការអូសខ្សែមកទីតម្រង់ពីបង្គោលមួយទៅបង្គោលមួយដើម្បីឲ្យយកត្រង់យើងមានឡាហ្សាជំនួយឲ្យអូសខ្សែទៀមទាត់ខ្សែទៀតអូសត្រង់បាទធ្វើអញ្ចឹងគឺយើងតម្រង់នេះហើយយកកម្ពស់បាទកម្ពស់ឲ្យស្មើគ្នាដល់ពេលដែលយើងជីកហ្នឹងយើងវាស់ឃើញថា2 ម៉ែត្រហើយឥឡូវនេះគឺថ្លឹងលក្ខណៈថ្លឹងមើលបាទបងប្អូនអាចមកមើលគៀបបាទដៅយើងជ្រៅម៉ានបាទជ្រៅគួរសមជីកយកធំជាងហ្នឹងទៅស្រួល
ស្អាតបើកតិចពងពូចុចទូរស័ព្ទឲ្យទម្លេឥឡូវសរេខាត់ចូលក្នុងតិចបាទមិនខុសសរេកិលតិចបាទពេលវាអូខ្សែទៅគោវានៅអត់ត្រង់ជួរជួយឲ្យត្រង់នេះបាទហើយយើងទៅជើងក៏មិនត្រង់សិនណាលើអត់ទាន់ឃើញតែស្របវាត្រៀមហើយជើងតាំងទៅណាមកគឺសរេទៅឈោបចោលវាត្រង់តែមកខ្សែដកពេកហើយខ្សែបងប្អូនចាំមើលលំផលសម្រាប់ចុងក្រោយទៅយ៉ាងណាមកត្រង់មកមើលភ្នែកតិចអាចមើលវាឡើយទេឥឡូវត្រេតចង់ស្បែចូលដីតិចបាទចូលដីឥឡូវនេះខាងអ្នកជាងខាងខ្ពស់នោះក៏ប្រឡដែរការងារឆាបតែណៃអូយការងារនេះខាង20ខាងពុះខាង20ដែរតែបងប្អូនគឺថាជំនាញហ្នឹងគឺមិនឲ្យមានបញ្ហាទេឥឡូវត្រង់នៅត្រេកមកកើតទេអូអត់ទាន់ទៅជើងក្រោមហើយជើងក្រោមតែកពស់តែត្រូវហ៎កពស់វាជើងក្រោមមកយកបានថាឥឡូវ2ម៉ែត្រគាត់2ម៉ែត្រត្រូវស្មើគ្នា2ម៉ែត្រលាក់យ៉ាងបាទបើអាចាស់បង2ម៉ែត្រក៏យក2ម៉ែត្រដែរត្រូវហើយទៅបងកំងមកឯកុំមានឯកុំអីកើលើនោះអូបុកដកឲ្យខ្ពស់ទៀតសបែតាមទៅចែកតិចបាទសូមអរគុណបងប្អូនមកលើប៉ុណ្ណឹងសិនហ្នឹងហ្នឹងគឺអាចយកជាការបានហើយលទ្ធផលហ្នឹងលទ្ធផលសម្រាប់ទៀតមក